សួស្តីអ្នកទាំងអស់គ្នាខ្ញុំផាណាហើយដូចអ្នកគ្នាដឹងស្រាប់ហើយថាមួយរយៈនេះគឺយើងខានជួបគ្នាយូរខ្លាំងមែនតើអញ្ចឹងដើម្បីកុំឲ្យស្ងាត់ពេកអញ្ចឹងឯណាគឺខ្ញុំចាប់ផ្ដើមធ្វើវីដេអូជាថ្មីបន្តទៀតហើយដូចអ្នកគ្នាដឹងស្រាប់ហើយថាបច្ចុប្បន្ននេះគឺគូ couple ដែលកំពុងតែល្បីជាងគេគឺ Aiden ជាមួយនឹង Elio នឹងឯងហើយបានតែល្បីហើយចាំការទៀតគឺធ្វើពីពួកគាត់នឹងឯងហើយក៏សង្ឃឹមថាអ្នកគ្នានឹងចូលចិត្តវីដេអូមួយនេះហើយកុំភ្លេច Subscribe ម្នាក់មួយដើម្បីជាកម្លាំងចិត្តរបស់ខ្ញុំជាបន្តទៀតហើយសម្រាប់ខ្លឹមសារគឺខ្ញុំនិយាយតាក់ទងជាមួយនឹងការធ្វើដំណើរទៅប្រទេសអ៊ីតាលីរបស់ពួកគាត់និងការចូលរួមកម្មវិធីរបស់គាត់ផងដែរតោះអញ្ចឹងដើម្បីកុំឲ្យរងចាំយូរយើងចូលទៅកាន់សាច់រឿងដ៏ផ្អែមល្ហែមរបស់គេទាំងអស់គ្នាអញ្ចឹងប្រហែលជាម្សិលមួយថ្ងៃមួយ Aiden ក៏បាន add story មួយរួមជាមួយនឹង Elio ដែលបញ្ជាក់ថាគាត់នឹងធ្វើដំណើរទៅកាន់ក្រៅប្រទេសប៉ុន្តែពេលហ្នឹងគឺពួកយើងអត់ទាន់ច្បាស់ថាគាត់ទៅប្រទេសណាទេសង្ស័យថាគាត់ទៅបារាំងឬក៏ទៅអ៊ីតាលីនឹងឯងប៉ុន្តែបានជូនពរឲ្យគាត់ធ្វើដំណើរដោយសុវត្ថិភាពអីអញ្ចឹងណាតែ fan ក៏បានដឹងដែរថាគាត់ទៅហ្នឹងគឺគាត់ទៅចូលរួមកម្មវិធី Fashion Week ហើយនៅពេលដែលគាត់ហោះទៅដល់ហ្នឹងគឺទៅដល់ភ្លាមគឺមានជាការ add story រួមជាមួយនឹង Elio ម្ដងទៀតគឺបញ្ជាក់ច្បាស់ដោយដាក់ទីតាំងនៅមីឡានអញ្ចឹងមីឡានគឺជាប្រទេសអ៊ីតាលីគឺជាទីក្រុងរបស់ប្រទេសអ៊ីតាលីនឹងឯងចង់ Aiden អត់ធំតែ add story ទេគឺនៅមាន post ទៀតឯ post ហ្នឹងក៏មានតាក់ទងជាមួយនឹង Elio គឺការញ៉ាំអីជាមួយគ្នាអីអញ្ចឹងណាតាខ្ញុំជឿនិយាយពី post 1K ហ្នឹងឯងមកនិយាយពាក់ព័ន្ធជាមួយនឹង video vlog ដែលគេទៅតម្លែងឲ្យម្សិលមិញនេះវិញនេះអញ្ចឹងនៅក្នុង vlog តែមួយគាត់ហ្នឹងគឺមាន2ថ្ងៃបញ្ចូលគ្នាគឺថ្ងៃដែលពួកគាត់ទៅដល់និងថ្ងៃម្សិលមិញហ្នឹងឯងហើយបើយើងរៀបរាប់ពីថ្ងៃទី1គឺឈុតហ្នឹងគឺនៅរក្សាឈុតដដែលពេលដែលគាត់ឡើងយន្តហោះហ្នឹងឯងអ្នកនរគ្នាទោះវាថាគេដើរលេងជាមួយគ្នាទៅដល់ទីក្រុងមីឡានអីចឹងទៅគឺដើរញ៉ាំអាហារជាមួយគ្នាថតរូបអីអញ្ចឹងណានិយាយឲ្យខ្លីទៅគឺសកម្មភាពពួកគាត់មួយគឺច្បាស់ហ្មងស្និទ្ធស្នាលគ្នាបែបលក្ខណៈមិនមែនសំដែងនិយាយគ្នាហើយសម្រាប់ពីណាដែលថាគូនឹងសំដែងគូនឹងអត់ប៉ិតអត់មានត្រូវគ្នាជាមួយខ្ញុំសោះព្រោះតែសារខ្ញុំ support ពេញទីហ្មងឥឡូវសួរថាសំដែងមិនចាញ់បើមនុស្សទៅណាមកណាស្អិតជប់គ្នារហូតនេះមិនថាតែ story ឬ post ទេគឺមានជាការ mention គ្នារហូតពិសេសគឺ Hayden នឹងហ្មងខណៈមើលទង្វើគាត់ហ្នឹងក៏ដឹងថាគាត់ស្រឡាញ់ប្អូនគាត់ខ្លាំងហ្មងចូលម្ដងថ្ងៃទី2គឺពួកគាត់បានទៅលេង Milan Cathedral ដែលជាព្រះវិហារដ៏ធំមួយនៅកណ្ដាលទីក្រុងមីឡានតែម្ដងដែលព្រះវិហារដ៏ធំមួយនេះគឺមានឈ្មោះជាភាសាអ៊ីតាលីថា Duomo di Milano ដែលបញ្ជាក់ច្បាស់បូករួមជាមួយនឹងឈ្មោះទីក្រុងមីឡានអីអញ្ចឹងណាអ្នកនរគ្នានិយាយទៅទីក្រុងមីឡានរបស់ប្រទេសអ៊ីតាលីហ្នឹងគឺមានឈ្មោះល្បីមែនតើអ្នកនរគ្នាភ្ញៀវបរទេសដែលទៅភាគច្រើនគឺគេអាចដើររំលងទីក្រុងមីឡានហ្នឹងទេហើយដល់ពេលអ្នកគាត់ទៅដល់ទីហ្នឹងគឺរបៀបថាទៅធ្វើការផងទៅថតរូបលេងផងអញ្ចឹងណាហើយបើនិយាយពី Hayden វិញគាត់លក្ខណៈថាគាត់គឺជាអ្នកស្ពីកបោបជាកាមេរ៉ាមែនឲ្យ Elio ឲ្យពូដោយសារតែគាត់អ្នកថតរូបថតសកម្មភាពឲ្យ Elio ទាំងអស់ហ្មងហើយបើថាដើរវិញតិចថាឲ្យអូនរៀងនៅឃ្លាតឆ្ងាយតិចអត់បានទេដើរកាន់ដៃដើរអបស្មាដើរគៀកចង្កេះនិយាយទៅមិនដែលហៅថាមនុស្សងប់ជាមួយគេហ្នឹងគឺអញ្ចឹងហ្មងហើយគ្រាន់តែ Elio ចូលឡានហ្នឹងក៏ហៀយកដៃតុបដែរខ្លាចថាអូនហ្នឹងបុកក្បាលជាមួយនឹងទ្វារឡានគ្រប់សពរយ take care គ្រប់សពហើយយល់ថាដើរលេងហ្នឹងគឺ Elio គឺដើរខ្លួនមួយគឺអត់មានអីជាប់ខ្លួនទេគឺហៀកាន់ឲ្យទាំងអស់ហើយ vlog ហ្នឹងពួកគាត់ក៏បានទៅញ៉ាំអីជាមួយគ្នាដែរក្នុងថ្ងៃទី2ហ្នឹងហើយអីដែលខ្ញុំកាន់តែហួចចិត្តជាមួយនឹង Elio គឺគាត់លក្ខណៈថាគឺគាត់អត់មានខ្លាចបងខឹងខ្លាចអីណាទោះវាថាគាត់ភ្លក់ក្រែហ្មងហើយពេលហ្នឹងមនុស្សពេលដែលអ្នកលក់ឲ្យគាត់ភ្លក់ហ្នឹងគឺគាត់ភ្លក់ភ្លក់ហ្នឹងមិនមែនភ្លក់ធម្មតាញ៉ាំលង្អស់ពីសភាគេហ្នឹងហើយដល់មកបានហុចឲ្យអីដែលគាត់ញ៉ាំបន្តទៀតហើយហៀហ្នឹងក៏បានដូចចិត្តទៀតគេហុចឲ្យភ្លក់មែនភ្លក់ដែរមាត់គេទាំងសភាតេហ្នឹងហើយមិនបានអញ្ចឹងទៅភ្លក់សភាតេហ្នឹងភ្លក់ដឹងរសជាតិដែរអត់ហៀភ្លក់ដែរមាត់អូនសពហ្នឹងអ៊ីគ្រប់សពនិយាយពីថាគ្រប់សពដល់អញ្ចឹងទៅវាអស់អីថ្លៃណាតែបើតោះហៀក៏បន្តមិនបានដែរមកមើលទង្វើរបស់មីចាយហ្នឹងមើលគឺខ្ជូតគ្រប់ពេលវេលាប្រោយញ៉ាំអីក៏ខ្ជូតកាយវិការធ្វើអីក៏ខ្ជូតបើថាមាត់គេហ្នឹងគឺហារហូតអត់ឈប់ហើយកុំឆ្ងល់ទៅហេតុអីបានជាហៀគាត់ហាមាត់ដែរដោយសារតែគាត់ឆ្លងតាម Elio ហ្នឹងហើយអញ្ចឹងកុំឆ្ងល់ហៀផ្លាស់ប្ដូរអេរិយាបថខ្លួនឯងហ្នឹងគឺដោយសារតែ Elio ហ្នឹងឯងមនុស្សដែលធ្លាប់តែមុតមមលក្ខណៈចេញមក gentleman ឥឡូវទៅជាមនុស្សចេះលេងសើចច្រើនដែរនេះអញ្ចឹងទៅគឺគម្របណាឆ្នាំហ្នឹងហើយកាលពីសកម្មភាពរបស់ពួកគាត់នៅយ៉ាងចុងវីដេអូបន្តិចគាត់ក៏បានបង្ហាញទីតាំងមួយដែលបានដាក់អក្សរថា Piazza Sempione Milano អញ្ចឹងសម្រាប់គ្នាយើងដែលអត់ដឹង Piazza Sempione គឺជាទីធ្លាសាធារណៈសម្រាប់ដើរលេងដើរញ៉ាំអាហារថតរូបអីហ្នឹងឯងហើយសម្រាប់រូបភាពនៅក្នុងវីដេអូនេះគឺជា Arco della Pace ដែលស្ថិតនៅផ្នែកខាងមុខនៃ Piazza Sempione អញ្ចឹង Arco della Pace គឺជាវិមានខ្លោងទ្វារសន្តិភាពដ៏ល្បីមួយនៅទីក្រុងមីឡានដែលត្រូវបានកសាងឡើងនៅសតវត្សទី19ក្នុងគោលបំណងដើម្បីរំលឹកដល់សន្តិភាពនិងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅអឺរ៉ុបហើយសប្តាហ៍នេះ Arco della Pace ក៏ជាទីតាំងទេសចរនិងជាកន្លែងថតរូបដ៏ពេញនិយមបំផុតនៅមីឡានផងដែរហើយនៅចុងបង្អស់នៃវីដេអូរបស់គាត់គឺគាត់ដាក់ថា next stop Annecy ចង់មានន័យថាចេញពីមីឡានគឺទៅហ្វ្រាំងនឹងឯងអញ្ចឹងគឺថានៅថ្ងៃហ្នឹងផ្ទាល់តែម្ដង Aiden គឺបាន add story រូបមួយស្លឹកដែលថតជាមួយនឹង Elio ហើយបាន tag ឈ្មោះ IG របស់ Annecy Festival ហើយនឹង IG របស់ The Violinist Movie ទៅវាថាកំពុងតែអង្គុយក្នុងកម្មវិធី Annecy Festival ប៉ុន្តែតែងទូរស័ព្ទមកថតរូបជាមួយអូន add story ប្រាប់ fan ឲ្យដឹងអីអញ្ចឹងណាអញ្ចឹង Annecy Festival មានឈ្មោះពេញថា Annecy International Animation Film Festival ដែលជាមហោស្រពភាពយន្តគំនូរជីវចលដ៏ធំបំផុតនៅល្បីបំផុតមួយនៅលើពិភពលោកផងដែរអញ្ចឹងទៅកម្មវិធីហ្នឹងគឺត្រូវបានគេរៀបចំឡើងជារៀងរាល់ឆ្នាំនៅទីក្រុង Annecy នៃប្រទេសបារាំងហើយចំណែកឯ The Violinist Movie គឺជារឿង animation ថ្មីរបស់សិង្ហបុរីដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះវាជារឿង animation ផលិត
តដោយសង្ហបរិយដំបូងគេដែលជាប់ការប្រកួតធំរបស់ Annecy International Animation Film Festival នឹងឯងអញ្ចឹងគឺថាអត់ចម្លែកទេ Aiden គឺគាត់មានការងារមួយពិភពលោកតែឯងដោយតែគេនិយាយនឹងឯងអ្នកនរគ្នាស្អីក៏គាត់ចេះដែរអញនិយាយបានថានៅក្នុងរឿង The Violinist ហ្នឹង Aiden គាត់ក៏មានចំណាយយ៉ាងធំនៅក្នុងរឿងហ្នឹងផងដែរគឺគាត់ជាអ្នកបញ្ចូលសម្លេងឲ្យតួអង្គដែលមានឈ្មោះថា Kai នៅក្នុងរឿង The Violinist ហ្នឹងហើយទៅវាថាតួអង្គរឿងហ្នឹងគឺជាអ្នកលេង violon អីអញ្ចឹងណាហើយជីវិតពិតរបស់ Aiden គាត់ក៏ចេះលេង violon ដែរឃើញអត់លយអត់ស្រឡាញ់ហៀជាងគេត្រង់ហៀស្អីក៏ចេះកាត់អីក៏ចេះធ្វើម្ហូបក៏ចេះយកទៅគ្រប់សពបែបយ៉ាងគឺហៀចេះទាំងអស់ហើយចង់បញ្ជាក់អ្នកទាំងអស់គ្នាផងដែរថារឿងមួយហ្នឹងគឺមានការសហការជាមួយនឹង3ប្រទេសគឺប្រទេសសិង្ហបុរីអេស្ប៉ាញនិងអ៊ីតាលីប៉ុន្តែរឿងនេះដែលដឹកនាំចម្បងហ្មងគឺជាប្រទេសសិង្ហបុរីនឹងឯងដូចថាអត់ខុសឯណា Elio នៅពេលដែលគាត់បានស្គាល់ជាមួយនឹង Aiden បានចាប់ដៃគូជាមួយនឹង Aiden បានតនីតនូជាមួយនឹង Aiden អញ្ចឹងជីវិតគាត់ក៏មានការផ្លាស់ប្ដូរតាមបងដែរដោយសារតែអីផ្លូវទាំងអស់ហ្នឹងគឺ Aiden ធ្លាប់ដើរធ្លាប់ស្គាល់ទាំងអស់អញ្ចឹងរឿងអីដែលថាគាត់មិនព្រុសតែផ្លូវសម្រាប់ Elio គឺអត់ទេគឺគាត់នឹងជួយ Elio ពីក្រោយហ្មងហើយតថ្ងៃមកទៀតគឺមានកន្លែងជាច្រើនមានអីផ្លាច់ជាច្រើនដែល Elio អត់ដែលស្គាល់ហើយ Aiden គាត់នឹងនាំ Elio ឲ្យស្គាល់ទាំងអស់និយាយខ្ញុំទៅ appreciate ជាមួយនឹង couple មួយនឹងខ្លាំងមែនតើហ្មងហើយយើងនឹងរងចាំជាមួយនឹង announcement ទាក់ទងជាមួយនឹងរឿងថ្មីដែលពួកគាត់ក្រុងនឹងសម្ដែងនេះវាគ្រាន់តែជា rumor ឯងប៉ុន្តែខ្ញុំគិតថាវាជាការពិតច្រើនជាងដោយសារតែពួកគាត់គឺមានអត្រានៃការសម្ដែងរឿងរួមគ្នាជាលើទី2ហ្នឹងគឺខ្ពស់ដោយសារតែមួយគឺជាចិនមួយជាសង្ហបុរីអញ្ចឹងទៅមិនមែនជាជនជាតិចិនទាំងពីរនាក់ណាអញ្ចឹងទៅអាការសម្ដែងរឿង BL ថែមមួយទៀតហ្នឹងវាអត់មានខុសអីពីតៃវ៉ាន់ទេតៃវ៉ាន់អីចឹងទៅគូ BL គេគឺគេចង់សម្ដែងរឿងជាមួយគ្នាអីប្រហែលដងក៏អត់មានបញ្ហាដែរហើយសម្រាប់អ្នកដែលអត់ទាន់ស្គាល់គូ Ailio គឺសូមមកស្គាល់ឲ្យហើយទៅដោយសារតែគូគេគឺមានអីផ្អែមល្ហែមមានអីថ្មីចែកជូន fan ជារៀងរាល់ថ្ងៃជាចុងក្រោយសូមអរគុណអ្នកនរគ្នាដែលបានចូលរួមចំណាយពេលស្ដាប់វីដេអូរបស់ខ្ញុំហើយយើងចាំជួបគ្នាក្នុងវីដេអូក្រោយជាបន្តទៀតអរគុណបាយបាយ